ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំបែរខ្ញុំបានយល់ឃើញក្រោយពីការចូលរួមនៅយុទ្ធនាការទៅឆ្លើយថាទេចំពោះព័ត៌មានคล้ายៗខ្ញុំយល់ឃើញថាមានព័ត៌មានពិតនិងព័ត៌មានមិនពិតអញ្ចឹងព័ត៌មានដែលមិនពិតគឺជាព័ត៌មានដែលបំផុសបំផុលញុះញង់ធ្វើឲ្យមហាជនឬប្រជាពលរដ្ឋបានយល់ថាមានអារម្មណ៍ភ័យខ្លាចអាចឲ្យវឹកវរដល់ក្នុងសង្គមហើយចំពោះព័ត៌មានពិតគឺជាព័ត៌មានល្អដែលផ្សាយចេញតាមក្រសួងដូចជាព័ត៌មានផ្សាយចេញពីអ្នកនាំពាក្យក៏ដូចជាក្រសួងការបរទេសក៏ដូចជាអ្នកនាំពាក្យក្រសួងការពារជាតិជាដើមហើយក្នុងនាមខ្ញុំដែលបានចូលរួមនៅវិធីយុទ្ធនាការផ្សព្វផ្សាយទៅឆ្លើយថាទេចំពោះព័ត៌មានคล้ายៗនេះខ្ញុំសនំពរដល់បងប្អូនប្រជាពលរដ្ឋនិងបងប្អូនយុវជនយុវនារីយើងទាំងអស់សូមជួយចូលរួមបើព័ត៌មានមិនពិតយើងសូមកុំផ្សព្វផ្សាយយើងកុំចុច like យើងកុំគាំទ្រហើយសូមជួយចូលរួមគាំទ្រតែព័ត៌មានណាដែលពិតគឺជាព័ត៌មានល្អដែលផ្សាយចេញពីរាជរដ្ឋាភិបាលឬតាមបណ្ដាក្រសួងអង្គភាពដែលបានផ្សាយចេញដោយត្រឹមត្រូវគឺសូមយើងទទួលយកចុះខ្ញុំបាទយល់ឃើញថាការយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនេះគឺមានសារៈសំខាន់និងល្អណាស់ហើយការព័ត៌មានคล้ายៗនេះធ្វើឲ្យប៉ះពាល់ដល់នឹងមានរបៀបវឹកវរដល់សង្គមហើយជាចុងក្រោយខ្ញុំសនំពរដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមជួយផ្សព្វផ្សាយព័ត៌មានណាដែលពិតដែលមានប្រភពច្បាស់លាស់បាទសូមអរគុណ